Nơi sắp bà ní, dưỡng xôm lực dọc xếp hơi mùi các bà một vừa cả sẵn khép cho nẹ tầng ọc khía, để miễn châm nón chương thả, khu các bà đỏ lốp lùn. Chỉ bị sao ông lê miễn châm nón chương thả, Scarcity Brand, nị bồn đời lục Michael Easter, để cho nẹ châm điên phá nạch plap đô area bát bọc cúl, để nị khăn xếp hơi mùi các bà ní, nâng bọ sài bị bà nhà hà mùi, để nẹ tay tới chụp lột tè rót thằng ấy, nị khăn cao rùa nữ. Cứ vị thi cái prai tùm lốp ạc rõ, bong cá tùm lốp lõ, nâng plap đô bát cầm nứt đầm bay từ tua ban chi vật lõ pra sa. Để béได้ឆ្នាំថ្មីចូលមកដល់គ្រប់គ្នាតែងតែកំណត់គោលដៅជីវិតរៀងៗខ្លួនបង្កើតផែនការសកម្មភាពផ្លាស់ប្ដូរទម្លាប់ថ្មីដោយសង្ឃឹមថានឹងទទួលបានជីវិតល្អប្រសើរជាងនេះប៉ុន្តែទម្លាប់ទាំងនេះពិបាកនឹងកែប្រែខ្លាំងណាស់ទោះបីជាអ្នកមានការតាំងចិត្តយ៉ាងណាតែខួរក្បាលរបស់អ្នកហាក់បីដូចជាមិនសហការសោះឧទាហរណ៍ថាទើបនឹងញ៉ាំអីឆ្អែតមិនទាន់បានប៉ុន្មានផងឲ្យតែអូសប៉ះវីដេអូគេ review ម្ហូបឆ្ងាញ់ចេះតែមានអារម្មណ៍ថាឃ្លានចង់ញ៉ាំទៀតខោអាវក្នុងទូសឹងតែរកកន្លែងដាក់មិនបានផងតែនៅតែរមាស់ដៃទម្លាក់លេខទម្លាក់ទីតាំងមិនជប់យប់ជ្រៅទៅហើយនៅតែមិនចង់ចូលគេងចេះតែចង់អូសវីដេអូមើលនេះមើលនោះរហូតដល់ទៀបភ្លឺទោះបីជាថ្ងៃស្អែកត្រូវងើបពីព្រឹកធ្វើការរកស៊ីក៏ដោយតែនៅតែបញ្ជាខ្លួនឯងមិនបានរឿងទាំងអស់នេះយើងសុទ្ធតែដឹងថាវាមិនល្អតែសំខាន់គឺហាមឃាត់ខ្លួនឯងមិនបានបែបនេះគេហៅថាញៀនហើយសៀវភៅមួយក្បាលនេះគឺចូលខ្លួនមកបកស្រាយបញ្ហាទាំងនេះឯងតើកត្តាអ្វីទៅដែលអាចធ្វើឲ្យយើងញៀននឹងរបស់អ្វីមួយបានហើយយើងត្រូវទប់ស្កាត់នឹងវាយ៉ាងម៉េចដំបូងយើងសួរខ្លួនឯងសិនថាហេតុអ្វីបានជាយើងញៀននឹងរបស់អ្វីមួយចម្លើយគឺមាននៅក្នុងចំណងជើងសៀវភៅនេះហើយនេះគឺដោយសារតែយើងម្នាក់មានខួរក្បាលដ៏កម្រនិងលោភលន់មួយវាបង្ហាញសញ្ញាឲ្យយើងដឹងថាអ្វីដែលយើងមានសប្តាហ៍ថ្ងៃនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេវាចង់ឲ្យយើងទៅស្វែងរករបស់អ្វីបន្ថែមទៀតមកបំពេញនៅសេចក្តីត្រូវការរបស់យើងមិនចេះចប់មិនចេះហើយនេះក៏ជាហេតុផលមួយដែលមនុស្សមានការលូតលាស់និងអភិវឌ្ឍខ្លួនបានល្អជាងគេក៏ជាអំបូរដែលមានវិចារណញ្ញាណនិងភាពឆ្លៀសវៃជាងគេដែលអាចរស់រានមានជីវិតរហូតមកដល់សប្តាហ៍នេះតទៅនេះយើងមកធ្វើការបញ្យល់បកស្រាយខ្លឹមសារសំខាន់នៅក្នុងសៀវភៅនេះដោយធ្វើការបែងចែកជាពីរផ្នែកទី1យើងមកមើលថាហេតុអ្វីបានជាយើងមានខួរក្បាលដ៏កម្រនិងលោភលន់មួយបែបនេះហើយប្រព័ន្ធនេះវាដំណើរការយ៉ាងម៉េចនិងផ្នែកទី2តើធ្វើបែបណាទើបអាចគ្រប់គ្រងនិងបញ្ជាខួរក្បាលរបស់យើងឲ្យបានបើយើងមើលទៅលើអ្វីគ្រប់យ៉ាងដែលមាននៅក្នុងโลกនេះវាប្រហែលជាច្រើនណាស់ទៅហើយដែលមនុស្សគួរតែមានអារម្មណ៍ថាគ្រប់គ្រាន់ស្កប់ស្កល់នឹងអ្វីដែលខ្លួនមានចង់ធ្វើដំណើរទៅណាទៅបានភ្លាមមានភ្នែកទិបត្រចៀកទិបដែលអាចស្ដាប់ឮមើលឃើញអ្វីគ្រប់យ៉ាងជុំវិញពិភពលោកក្នុងរយៈពេលដ៏ខ្លីតើខួរក្បាលរបស់យើងនៅចង់បានអ្វីទៀតអ្នកនិពន្ធលើកឡើងថាខួរក្បាលដ៏កម្រមួយនេះមានភាពលោភលន់តាំងពីកំណើតហើយនេះក៏ជាវត្ថុដ៏មានតម្លៃមួយដែលបានមកពីការវិវត្តរបស់មនុស្សជាតិរាប់ម៉ឺនឆ្នាំមកហើយដែរយើងសាកគិតបន្តិចទៅមើលអ្នកចំនួនមុនរបស់យើងគឺរស់នៅក្នុងបរិយាកាសសង្គមមួយដែលគ្រោះថ្នាក់អាចកាត់ឡើងបានគ្រប់ពេលវេលាចង់ស្វែងរកចំណីអាហារត្រូវធ្វើដំណើរស្វែងរកគ្រប់ទិសទីតាមឯកសារបានដឹងថាពួកគេត្រូវធ្វើដំណើរយ៉ាងតិចណាស់30គីឡូម៉ែត្រក្នុងមួយថ្ងៃដើម្បីស្វែងរកចំណីអាហារចិញ្ចឹមជីវិតម្យ៉ាងវិញទៀតប្រភពចំណីអាហារទាំងនោះគឺមិនមានភាពថិតថេរនោះទេថ្ងៃនេះរកបានថ្ងៃស្អែកមិនប្រកាសថារកបាននោះទេរស់មួយថ្ងៃគិតមួយថ្ងៃប្រៀបដូចជាសត្វមាន់យ៉ាងចឹងនេះមិនទាន់គិតពីកត្តាគំរាមកំហែងពីខាងក្រៅដូចជាសត្វសាហាវគ្រោះធម្មជាតិជាដើមដែលអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតពួកគេផងនៅក្នុងបរិបទនៃការរស់នៅបែបនេះតើមនុស្សបែបណាដែលអាចបន្តរស់រានមានជីវិតតកូនតចៅបានប្រកាសជាមនុស្សមួយក្រុមដែលគិតតែខ្លួនឯងមានបានមិនទាន់គ្រប់គ្រាន់បង្ខំខ្លួនឲ្យតស៊ូតទៅទៀតចង់បានមិនចេះចប់មិនចេះហើយនេះឯងទើបអាចរក្សាជីវិតតពូជតចំនួនហើយមនុស្សទាំងអស់នេះហើយដែលបន្សល់ទុកនៅ gen និង DNA ដ៏កម្រមួយរបស់ពួកគេរហូតមកដល់សប្តាហ៍នេះរហូតមកដល់យុគសម័យបដិវត្តន៍ឧស្សាហកម្មមនុស្សយើងចេះកែច្នៃនិងរក្សាទុកចំណីអាហារដល់ខ្លួនឯងគ្រឿងឧបភោគបរិភោគប្រែជាសម្បូរបែបឡើងវិញហើយក៏ដោយតែយន្តការដំណើរការនិងភាពលោភលន់នៃខួរក្បាលរបស់យើងនៅតែមានតែមិនមែនបារម្ភពីរឿងហូបចុកស្នាក់នៅទៀតនោះទេគឺចង់បានអ្វីដែលមានកម្រិតខ្ពស់ជាងនេះបើមានហូបគ្រប់គ្រាន់គេនឹងស្វែងរកអ្វីដែលឆ្ងាញ់ជាងនេះទៅស្វែងរកព័ត៌មានដែលខ្លួនគ្មានទៅចង់បានរបស់ដែលខ្លួនមិនសូវត្រូវការតែងតែស្វែងរកអ្វីដែលថ្មីដែលខ្លួនមិនទាន់មានជានិច្ចតែមិនមែនអង្គុយនៅមួយកន្លែងរីករាយនឹងអ្វីដែលខ្លួនមាននោះទេនេះគឺជាធម្មជាតិរបស់មនុស្សអ្វីដែលចំណែកនោះខួរក្បាលរបស់យើងឲ្យតម្លៃទៅលើរបស់ដែលកម្រកាន់តែកម្រកាន់តែចង់បានទាំងខួរក្បាលនិងបេះដូងរបស់យើងតែងតែយល់ថារបស់កម្រគឺមានតម្លៃត្រូវតែខិតខំយកវាឲ្យបានតែមិនបានយកចិត្តទុកដាក់ទៅលើអ្វីដែលខ្លួនមានរួចនោះទេ
តទៅនេះយើងមកធ្វើការវិភាគបន្តទៀតតើនៅពេលដែលខួរក្បាលរបស់យើងយល់ថារបស់មួយកម្រពិបាកនឹងស្វែងរកតើវាមានបដកម្មយ៉ាងណាតាមពិតនោះខួរក្បាលរបស់យើងបញ្ចេញនៅសារធាតុមួយយ៉ាងដែលគ្រប់គ្នាប្រហែលជាធ្លាប់បានឮនោះគឺ dopamine នៅលើវីឌីតយើងហៅវាថា molecule រីករាយយើងដឹងហើយថាវាជាសារធាតុមួយដែលខួរក្បាលវាបញ្ចេញមកនៅពេលដែលយើងមានអារម្មណ៍ថារីករាយសប្បាយចិត្តតែអ្នកនិពន្ធយល់ថា dopamine នៅមានមុខងារមួយទៀតគឺជំរុញឲ្យយើងស្វែងរកភាពរីករាយឧទាហរណ៍ថាក្រោយពេលដែលយើងចេញពីធ្វើការនឿយហត់ពេញមួយថ្ងៃពេលត្រឡប់មកផ្ទះវិញចង់អង្គុយផឹក2បេកែវដើម្បីបំបត្តិភាពតានតឹងនៅការងារពេលនោះហើយដែលខួរក្បាលរបស់យើងបញ្ចេញជាតិ dopamine ធ្វើឲ្យយើងមានអារម្មណ៍ថាសប្បាយបាត់អស់ទុក្ខកង្វល់ហើយពេលក្រោយនៅពេលដែលយើងមានអារម្មណ៍ថាតានតឹងម្ដងទៀតខួរក្បាលរបស់យើងតែងតែជំរុញឲ្យយើងផឹក2បេកែវទៀតដើម្បីទទួលបានអារម្មណ៍រីករាយបែបនេះមកវិញដូចគ្នានេះដែរនៅពេលដែលយើងអបសុខយើងក៏ចង់អូសវីដេអូក្នុងបណ្ដាញសង្គមដើម្បីឲ្យយើងទទួលបានអារម្មណ៍សប្បាយរីករាយពេលអូសប៉ះវីដេអូដែលខ្លួនពេញចិត្តជាតិ dopamine នឹងចាប់ផ្ដើមបញ្ចេញមកហើយខួរក្បាលរបស់យើងនឹងប្រាប់យើងថាអូសបន្តទៀតចុះអ្នកនឹងទទួលបានអារម្មណ៍កាន់តែរំភើបនិងរីករាយជាងនេះយូរទៅយើងក៏ញៀននឹងវាដោយមិនដឹងខ្លួនយើងឃើញថា dopamine មិនត្រឹមតែជាសារធាតុដែលគ្រប់គ្រងភាពសប្បាយរីករាយដែលខួរក្បាលយើងបញ្ចេញមកប៉ុណ្ណោះទេវាថែមទាំងអាចគ្រប់គ្រងសកម្មភាពរបស់យើងដើម្បីឲ្យយើងញៀននឹងរបស់អ្វីមួយដោយមិនដឹងខ្លួនទៀតផងអញ្ចឹងធ្វើយ៉ាងណាទើបអាចគ្រប់គ្រងការបញ្ចេញជាតិ dopamine នេះតាមកម្រិតដែលយើងចង់បានទៅអ្នកនិពន្ធលើកឡើងថាកុំទៅព្យាយាមគ្រប់គ្រងវាឲ្យសោះព្រោះប្រសិទ្ធភាពរបស់សារធាតុ dopamine នេះគឺមានឥទ្ធិពលខ្លាំងណាស់វាមានឥទ្ធិពលទៅដល់ប្រព័ន្ធបញ្ចេញចោលគ្រប់គ្រងការបង្កើតនៃកោសិកាសជាដើមហើយបើសិនជាយើងព្យាយាមទៅកែសម្រួលការបញ្ចេញសារធាតុ dopamine នៅក្នុងរាងកាយរបស់យើងនោះយើងអាចនឹងធ្លាក់ខ្លួនឈឺនិងមានបញ្ហាសុខភាពធ្ងន់ធ្ងរអញ្ចឹងគួរធ្វើយ៉ាងម៉េចដើម្បីកុំឲ្យយើងញៀននឹងរបស់អ្វីមួយវិធីតែមួយគត់ដែលយើងអាចយកឈ្នះភាពញៀននេះបានយើងត្រូវតែដឹងពីដំណើរការរបស់វាជាមុនសិនហើយតទៅនេះយើងនឹងមើលថាតើយន្តការនៃការសម្រេចចិត្តនៅពីក្រោយភាពញៀននោះជាអ្វីហើយយើងត្រូវយកឈ្នះវាយ៉ាងម៉េចជាឧទាហរណ៍យើងមកមើលម៉ាស៊ីនលេងហ្គេមនៅក្នុងកាស៊ីណូដែលពេញនិយមជាងគេមួយដែលគេហៅថា slot machine ដែលគោលការណ៍នៅក្នុងការឈ្នះរង្វាន់របស់ម៉ាស៊ីននេះគឺសាមញ្ញមែនទែនអ្នកគ្រាន់តែញាត់កាក់ចូលក្នុងម៉ាស៊ីននេះហើយចុចប៊ូតុងមួយដើម្បីឲ្យម៉ាស៊ីនដំណើរការបង្វិលនៅពេលណាដែលរូបនៅក្នុងម៉ាស៊ីននេះតម្រៀបគ្នាជារូបភាពដូចគ្នាទៅតាមអ្វីដែលគេបានកំណត់នោះអ្នកនឹងឈ្នះលុយភ្លាមនៅទីក្រុង Las Vegas ដែលជាឋានសួគ៌លេងល្បែងធំជាងគេនៅសហរដ្ឋអាមេរិក slot machine គឺជាល្បែងដែលគេចូលចិត្តលេងជាងគេឃើញវានៅគ្រប់ទីកន្លែងមិនមែនតែនៅក្នុងកាស៊ីណូទេសូម្បីតែការ៉ាសាំងភោជនីយដ្ឋានឬក្នុងព្រលានយន្តហោះក៏គេឃើញមានម៉ាស៊ីននេះដែរហេតុអ្វីបានជាគេចូលចិត្តលេងវាខ្លាំងម្ល៉េះបើសិនជាយើងត្រឡប់មកមើលការពីទសវត្សរ៍ទី70វិញម៉ាស៊ីននេះមិនសូវជាមានអ្នកចូលចិត្តលេងប៉ុន្មានទេគេបែរជាចូលចិត្តលេងបៀឬគ្រាប់ឡុកឡាក់វិញម៉ាស៊ីន slot នេះចាប់ផ្ដើមមានការពេញនិយមក្រោយពេលដែលមានមនុស្សម្នាក់ឈ្មោះថា Bolly បានបង្កើតម៉ាស៊ីន slot អេឡិចត្រូនិកមួយដែលមានឈ្មោះថា Money Honey តើវាខុសពីម៉ាស៊ីនធម្មតាយ៉ាងម៉េចទៅដំបូងគាត់កែច្នៃឲ្យវាមានភ្លើងនិងសំឡេងនៅពេលដែលមានអ្នកឈ្នះវានឹងលោតជាភ្លើងវិលជុំវិញហើយបញ្ចេញសំឡេងខ្លាំងៗឲ្យអ្នកនៅក្បែរនោះដឹងថាមានអ្នកឈ្នះម្យ៉ាងវិញទៀតគាត់បានកែច្នៃទៅលើប្រូបាបនៃការទទួលបានរង្វាន់ពីមុនបើអ្នកលេងវាហើយភាគច្រើនគឺមិនសូវឈ្នះទេហើយរង្វាន់ក៏មិនសូវធំគួរឲ្យភ្ញាក់ផ្អើលដែរក្រោយមក Bolly បានកែប្រែចំណុចនេះគឺឲ្យឱកាសនៃការឈ្នះច្រើនជាងមុនហើយចំនួនឈ្នះមិនចាំបាច់ច្រើនប៉ុន្មានទេតែរង្វាន់ត្រូវតែមានគម្លាតឆ្ងាយពីគ្នាខ្លាំងឧទាហរណ៍ថាអ្នកមានលុយ$10ដាក់កាក់ម្ដង$1បើនៅលើម៉ាស៊ីនចាស់$10របស់អ្នកនេះប្រហែលជាគ្មានសំណាងត្រូវសូម្បីតែម្ដងឬក៏អាចត្រូវម្ដងទទួលបានតែ$5ប៉ុណ្ណោះអ្នកប្រហែលជាចំណាយពេលតែ2នាទីលុយ$10របស់អ្នកនឹងចាញ់អស់គ្មានសល់ហើយអ្នកប្រហែលជាមិនចង់សងសំណាងទៀតនោះទេតែនៅក្នុងម៉ាស៊ីន Money Honey របស់ Bolly វិញគាត់បង្កើតឱកាសក្នុងការឈ្នះបើតិចគឺតិចខ្លាំងបើច្រើនគឺច្រើនខ្លាំងទាញគម្លាតឲ្យឆ្ងាយខុសគ្នាតែម្ដងអ្នកអាចនឹងភាគច្រើនត្រូវ50សេនពេលខ្លះមិនត្រូវសោះហើយពេលខ្លះត្រូវ$50ឬ$100តែម្ដងវាធ្វើឲ្យមនុស្សរំភើបនឹងលទ្ធផលហើយម៉ាស៊ីនថ្មីនេះអាចឲ្យរយៈពេលឈរលេងរបស់មនុស្សកើនពី2នាទីរហូតដល់15នាទីយើងឃើញហើយថាភាពខុសគ្នារវាងម៉ាស៊ីនចាស់និងម៉ាស៊ីនថ្មីគឺជាឱកាសក្នុងការឈ្នះដោយមិនប្រកបប្រជាមួយផ្ដល់ក្តីសង្ឃឹមឲ្យអ្នកបន្តិចតែមិនច្បាស់លាស់នេះទើបជាអ្វីដែលខួរក្បាលរបស់យើងចង់បាននិងងាយនឹងធ្វើឲ្យយើងញៀននេះឯងអ្នកនិពន្ធលើកឡើងថាជំហានទី1ដែលអាចធ្វើឲ្យយើងញៀនបាននោះគឺឱកាសឈ្នះឱកាសក្នុងការទទួលបាននៅរង្វាន់
វាអាចជាលុយចំណីអាហារព័ត៌មានឋានៈទូនាទីជាដើមមនុស្សតែងតែមានសោតិធិនិយមខ្ពស់ចំពោះខ្លួនឯងគិតថាខ្លួនសំណាងជាអ្នកដទៃតែងតែគិតថាអ្នកឈ្នះអាចជាយើងដូច្នេះហើយបានជាមានមនុស្សជាច្រើនចាក់ឆ្នោតហើយសង្ឃឹមថាខ្លួនជាអ្នកឈ្នះទោះបីជាឱកាសឈ្នះក្នុង100គេសងតែ70ក៏ដោយក៏នៅតែគិតថាខ្លួនអាចនឹងមានសំណាងដែរសាកគិតទៅមើលឆ្នោតពីលេខដែលមាន100លេខពីលេខ00ដល់លេខ99បើអ្នកចាក់ត្រូវមេសងតែ70ដងប៉ុណ្ណោះតែនៅតែមានអ្នកចាក់ជំហានទី2ដែលអាចឲ្យយើងញៀនបាននោះគឺរង្វាន់មិនអាចប៉ាន់ស្មានត្រូវរង្វាន់បែបនេះមានលក្ខណៈពិសេស2យ៉ាងទី1គឺមិនអាចប៉ាន់ស្មានត្រូវនិងទី2លេចចេញនៅរង្វាន់ញឹកញាប់សាកគិតទៅមើលនៅក្នុងការរស់នៅរបស់យើងរាល់ថ្ងៃអ្វីដែលអាចឲ្យយើងទទួលបានងាយជាក់លាក់ស្មានត្រូវមិនសូវជាធ្វើឲ្យយើងរំភើបប៉ុន្មានទេនៅពេលដែលអ្នករមាស់អ្នកអាចយកដៃទៅអេះបាននៅពេលដែលអ្នកឃ្លានអ្នកអាចកំងមកហូបបាននៅពេលដែលអ្នកធ្វើការឲ្យគេដល់ខែបើកលុយនឹងធ្លាក់ចូលកង់ជាទៀងទាត់របស់ទាំងនេះមិនងាយនឹងធ្វើឲ្យយើងរំភើបនោះទេហើយក៏មិនអាចធ្វើឲ្យយើងញៀនបានដែរតែបើសិនជារង្វាន់ឬឱកាសមួយដែលយើងប៉ាន់ស្មានមិនត្រូវមិនអាចទូទាយទុកជាមុនបានយើងនឹងមានអារម្មណ៍ថារំជើបរំជួលផងថប់អារម្មណ៍ផងហើយអារម្មណ៍បែបនេះហើយដែលធ្វើឲ្យយើងញៀននៅក្នុងម៉ាស៊ីន slot ស៊េរីចាស់យើងអាចទាយដឹងមុនថាអ្នកអាចនឹងមិនត្រូវសោះឬក៏មានឱកាសតិចតួចនឹងអាចឈ្នះរង្វាន់តែនៅក្នុងម៉ាស៊ីនស៊េរីថ្មីអ្នកនឹងមិនដឹងបានទេថាអ្នកឈ្នះឬក៏អ្នកចាញ់ហើយក៏មិនដឹងថាឈ្នះរង្វាន់ធំឬក៏រង្វាន់តូចដែរការដែលមិនប្រកបប្រជាមិនអាចទូទាយមុនបានបែបនេះទើបអាចធ្វើឲ្យមនុស្សញៀននឹងវាបានជំហានទី3ដែលធ្វើឲ្យមនុស្សញៀនដកចិត្តមិនរួចនោះគឺចាប់ផ្ដើមម្ដងទៀតបានភ្លាមមានន័យថាអ្នកអាចលេងម្ដងទៀតបានលឿនងាយស្រួលមិនរញ៉េរញ៉ៃអ្នក design game ពូកែណាស់ត្រង់ចំណុចនេះហើយ game ណាក៏មានលក្ខណៈពិសេសមួយនេះដែរគឺពេលដែលអ្នកចាញ់ឬអ្នកឈ្នះក៏ដោយអ្នកអាចចាប់ផ្ដើមលេង game ឡើងវិញសាជាថ្មីបានភ្លាមមិនរងចាំយូរដូចជាម៉ាស៊ីន slot នេះឯងចុចមួយដងមិនត្រូវបង្វិលមួយដងទៀតភ្លាមធ្វើឲ្យវាវិលរហូតមិនបាច់រងចាំយូរឡើយការដែលប្រើដៃចុចដដែលងាយស្រួលនិងលឿនបែបនេះធ្វើឲ្យខួរក្បាលរបស់យើងលែងដំណើរការខ្ជិលគិតហើយកាន់តែវង្វេងនៅក្នុងល្បែងដែលគេតាក់តែងមកឥឡូវយើងមកមើលស្ថានភាពជាក់ស្ដែងនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងវិញម្ដងនៅពេលដែលអ្នកអូសវីដេអូខ្លីនៅលើ TikTok ហេតុអ្វីបានជាវាធ្វើឲ្យយើងញៀនខ្លាំងម្ល៉េះទី1យើងមើលឃើញឱកាសមួយគឺវីដេអូមួយដែលគួរឲ្យចាប់អារម្មណ៍ទី2យើងមិនដឹងថាវីដេអូបន្ទាប់ជាវីដេអូអ្វីអ្នកអាចចូលចិត្តឬមិនចូលចិត្តនេះគឺបង្កើតឲ្យមានភាពមិនប្រកបប្រជានិងទី3គឺអាចឲ្យយើងប្រើចង្អុលដៃដ៏ខ្ជូតរបស់យើងកម្រើកតែបន្តិចអាចបដូរទៅវីដេអូបន្ទាប់បាននេះគឺបង្កើតភាពងាយស្រួលឲ្យអ្នកចាប់ផ្ដើមឡើងវិញរាល់វត្ថុឬល្បែងណាដែលងាយនឹងធ្វើឲ្យយើងញៀនបានសុទ្ធតែគោរពតាមគោលការណ៍ទាំង3ខាងលើនេះនៅពេលដែលយើងយល់ពីយន្តការទាំងនេះដែលអាចធ្វើឲ្យមនុស្សញៀនវក់នឹងវាហើយតើយើងមានវិធីសាស្ត្រយ៉ាងណាដើម្បីទប់ស្កាត់វឹកហាត់ខួរក្បាលខ្លួនឯងកុំឲ្យចេះតែតូទន់ជាមួយនឹងវានៅពេលដែលយើងចាប់ផ្ដើមដឹងខ្លួនថាកំពុងតែលងនឹងវាកំពុងតែចំណាយច្រើនកំពុងតែញ៉ាំច្រើនយើងអាចរំលឹកខ្លួនឯងបន្តិចទប់ចំណងខ្លួនឯងបន្តិចតែវិធីសាស្ត្របែបនេះអ្នកនិពន្ធបែរជារំលឹកប្រាប់យើងជាមុនថាការដែលទប់អារម្មណ៍ខ្លួនឯងបែបនេះបើធ្វើមិនបានល្អលទ្ធផលអាចនឹងអាក្រក់លើសដើមទៅទៀតបើទប់មិនលេងល្បែងយូរដល់ពេលទប់លេងបានលេងមួយអស់ដៃតែម្ដងនៅពេលដែលចង់សម្រកទម្ងន់ទប់ចិត្តមិនឲ្យញ៉ាំរបស់ដែលខ្លួនចង់ញ៉ាំតែពេលណាដែលទប់លេងជាប់ហើយបែរជាញ៉ាំច្រើនលើសដើមទម្ងន់ឡើងលើសពីមុនទៅទៀតអញ្ចឹងធ្វើយ៉ាងម៉េចទៅដើម្បីដោះស្រាយបញ្ហានេះយើងមានតែត្រឡប់មកមើលពីយន្តការ3ជំហានដែលធ្វើឲ្យមនុស្សញៀនមកធ្វើការវិភាគឡើងវិញដំបូងយើងមកមើលឧទាហរណ៍មួយនេះនៅសហរដ្ឋអាមេរិកតាមការស្ទាបស្ទង់មតិមួយបានឲ្យដឹងថាយុវវ័យនៅពេលដែលចូលដល់វ័យ30ឆ្នាំការប្រើប្រាស់ថ្នាំញៀនបារីឬស្រាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងវ័យ20ឆ្នាំជាងគឺមានការថយចុះរហូតដល់ពាក់កណ្ដាលហេតុអ្វីទៅនេះក៏ដោយសារតែនៅពេលដែលមនុស្សឈានដល់វ័យ30ឆ្នាំបន្ទុកគ្រួសារនិងទំនួលខុសត្រូវក្នុងសង្គមរបស់គេមានការផ្លាស់ប្ដូរដូចជាគេត្រូវការរៀបការចិញ្ចឹមកូនអ្នកខ្លះត្រូវមានការងារឬការរកស៊ីចិញ្ចឹមជីវិតជាដើមគ្មានពេលណាទៅញៀននឹងរបស់ទាំងនោះទៀតនោះទេនេះមានន័យថាឱកាសក្នុងការទទួលបាននូវភាពតាក់ទាញទាំងនោះវាធ្លាក់ចុះដូច្នេះយើងអាចយល់បានថាបើសិនជាយើងមិនចង់ឲ្យខ្លួនញៀនវក់នឹងរបស់អ្វីមួយយើងត្រូវធ្វើបែបណាកុំឲ្យខ្លួនមានឱកាសប៉ះពាល់នឹងវាតែម្ដងឧទាហរណ៍ថាបើសិនជាមិនចង់ឲ្យខ្លួនវក់នឹងអូសវីដេអូខ្លីមិនបានដេកពួនអ្នកអាចទុកទូរស័ព្ទសាកថ្មនៅឲ្យឆ្ងាយពីកន្លែងគេងបើសិនជាយើងមិនចង់ផឹកស្រាអាចរាប់អានជាមួយមិត្តភ័ក្តិដែលគេចូលចិត្តលេងកីឡាបើសិនជាមិនចង់ឲ្យខ្លួនជាឥទ្ធិពលដោយសារមនុស្សជុំវិញខ្លួនអ្នកអាចផ្លាស់ប្ដូរកន្លែងរស់នៅជាដើម
វិធីទី2ក្នុងការដកចិត្តចេញពីវត្ថុឬរឿងរ៉ាវដែលអាចធ្វើឲ្យយើងញៀនបាននោះគឺបំបត្តិចោលនូវភាពមិនប្រកបប្រជាយើងដឹងហើយថាអ្វីដែលប៉ាន់ស្មានមិនត្រូវមិនប្រកបប្រជានេះហើយដែលធ្វើឲ្យយើងញៀនអញ្ចឹងយើងធ្វើយ៉ាងម៉េចឲ្យវាคล้ายជារឿងដែលប្រកបប្រជាប៉ាន់ស្មានបានត្រូវនោះវានឹងប្រែទៅជាមិនគួរឲ្យញៀនទៀតនោះទេសហរដ្ឋអាមេរិកបានធ្វើការពិសោធន៍មួយបើសិនជានៅក្នុងមន្ទីរពេទ្យគេចាក់ថ្នាំបំបាត់ការឈឺចាប់ទៅកាន់អ្នកជំងឺក្នុងកម្រិតសមល្មមនឹងទៀងទាត់មួយនោះអ្នកជំងឺមិនមានអារម្មណ៍ថាញៀននោះទេនេះបញ្ជាក់ថាបើសិនជារឿងអ្វីមួយកើតឡើងតាមការរំពឹងទុករបស់យើងស្ថិតក្នុងពេលវេលាឬកលៈទេសៈដែលយើងបានដឹងមុនរួចហើយនោះវាមិនអាចធ្វើឲ្យយើងញៀនបាននោះទេអញ្ចឹងដើម្បីកុំឲ្យយើងញៀនវក់នឹងវាដំណោះស្រាយនោះគឺកំណត់ពេលវេលាអ្វីមួយឲ្យជាក់លាក់និងមានកម្រិតឧទាហរណ៍ថាអ្នកចូលចិត្តចំណាយពេលអូសវីដេអូក្នុងបណ្ដាញសង្គមភ្លេចខ្លួនអូសអស់ពី2ម៉ោងអ្នកអាចសាកល្បងអូសវីដេអូតែនៅក្នុងពេលដែលអ្នកកំពុងញ៉ាំបាយប៉ុណ្ណោះហើយពេលវេលាប្រហែលជាកន្លះម៉ោងបានហើយបែបនេះអ្នកនៅតែអាចអូសវីដេអូបំបត្តិពេលវេលាអផ្សុកបានតែវានឹងមិនធ្វើឲ្យអ្នកញៀននោះទេដោយសារតែអ្នកកំណត់ពេលវេលាលេងរបស់អ្នកបានត្រឹមត្រូវវិធីទី3ក្នុងការដកខ្លួនចេញពីការញៀនរបស់អ្វីមួយគឺកាត់បន្ថយល្បឿនក្នុងការចាប់ផ្ដើមឡើងវិញបើសិនជាអ្នកវក់នឹងមើលរឿង K-drama អស់មួយវគ្គហើយចូលមួយវគ្គទៀតអ្នកអាចសាកល្បងកាត់បន្ថយល្បឿនបន្តិចមើលចប់មួយវគ្គហើយចុះទៅធ្វើនេះធ្វើនោះស្រោចផ្កាបោសសម្អាតផ្ទះចាំត្រឡប់មកមើលវិញធ្វើបែបនេះអាចនឹងមិនឲ្យអ្នកញៀននឹងវាបានងាយឡើយខាងលើនេះជាវិធីសាស្ត្រ3យ៉ាងក្នុងការទប់ចិត្តខ្លួនឯងមិនឲ្យងាយញៀននឹងរឿងរ៉ាវឬរបស់អ្វីមួយជារួមវិធីទី1គឺកាត់បន្ថយឱកាសក្នុងការទទួលបាននូវរឿងរ៉ាវដែលគួរឲ្យទាក់ទាញទាំងនោះទី2បដូរពីការដែលមិនប្រកបប្រជាមកជាការកំណត់ពេលវេលាឬទីតាំងដើម្បីធ្វើរឿងនេះកុំឲ្យខួរក្បាលវាមានអារម្មណ៍ថារំភើបនឹងវានិងទី3កាត់បន្ថយល្បឿនធ្វើយ៉ាងណាកុំឲ្យបង្កភាពងាយស្រួលឲ្យយើងប្រព្រឹត្តវាម្ដងហើយម្ដងទៀតលឿនពេកប៉ុន្តែគ្រាន់តែជៀសវាងធ្វើវាតែមួយមុខគឺមិនគ្រប់គ្រាន់ទេអ្វីដែលយើងចង់បាននោះគឺជីវិតមួយដែលមានថាមពលវិជ្ជមានសុខភាពល្អមានទម្លាប់ល្អក្នុងខ្លួនបើសិនជាយើងដឹងហើយពីមូលហេតុដែលធ្វើយើងញៀនហើយក៏ដឹងពីវិធីជៀសវាងទប់ចិត្តខ្លួនឯងមិនឲ្យញៀននឹងវាហើយនោះចុះមិនព្រមធ្វើឲ្យខ្លួនឯងញៀននឹងរឿងដែលល្អដែលមានប្រយោជន៍វិញទៅនេះគឺជាផ្នែកទី2ដែលយើងនឹងមកធ្វើការបង្ហាញជូនតទៅនេះយើងមកមើលពីយន្តការក្នុងការជំរុញចិត្តឲ្យយើងបង្កើតទម្លាប់ល្អធ្វើឲ្យជីវិតមានសុខសុភមង្គលវិញម្ដងយើងនៅតែលើកយក3ជំហាននេះមកធ្វើការបកស្រាយដដែលតែវិភាគពីជ្រុងមកខាងទៀតទី1ឱកាសនៅទីនេះមិនមែនឲ្យយើងទៅអនុញ្ញាតឲ្យខ្លួនឯងធ្វើរឿងដែលញៀនឆ្លក់វង្វេងនោះទេតែគឺជំរុញឲ្យខ្លួនឯងបង្កើតឱកាសក្នុងសង្គមជាក់ស្ដែងនៅពេលដែលយើងដើរចេញទៅក្រៅជួបនឹងមនុស្សល្អនិយាយប្រស័យតាក់ទងជាមួយនឹងមិត្តភ័ក្តិនេះហើយជាសង្គមជាក់ស្ដែងនៅពេលដែលអ្នកទៅឡើងភ្នំលេងសមុទ្រនេះហើយគឺជាធម្មជាតិជាក់ស្ដែងគេបានធ្វើការពិសោធន៍មួយដោយឲ្យសត្វព្រាបមួយហ្វូងដែលធ្លាប់ត្រូវបានគេចិញ្ចឹមនៅក្នុងទ្រុងឲ្យចំណីដដែលដែលធ្វើឲ្យពួកវាញៀនហើយក្រោយមកគេយកពួកវាទៅប្រឡែងក្នុងព្រៃពេលនោះសត្វព្រាបលែងញៀននឹងចំណីដែលគេឲ្យទៀតហើយព្រោះចំណីដ៏សម្បូរបែបដែលមាននៅក្នុងព្រៃអាចធ្វើឲ្យគេបំពេញសេចក្តីសុខផ្លូវចិត្តបានរួចទៅហើយដូចគ្នានេះដែរបើអ្នកនៅតែក្នុងផ្ទះអូសតែទូរស័ព្ទអ្វីដែលអ្នកឃើញគឺពិភពសិប្បនិម្មិតមួយតែប៉ុណ្ណោះបើអ្នកដើរចេញពីផ្ទះបង្កើតជាកម្មវិធីជាមួយមិត្តភ័ក្តិជួបគ្នានិយាយលេងនៅខាងក្រៅជាក់ស្ដែងនោះនឹងធ្វើឲ្យអ្នកកាន់តែមានថាមពលនិងជីវិតរស់រវើកយើងមកមើលពីជំហានទី2បង្កើតរង្វាន់ដែលមិនអាចប៉ាន់ស្មានត្រូវយើងអាចតាក់តែងនៅយន្តការនេះដើម្បីជំរុញចិត្តឲ្យយើងធ្វើរឿងវិជ្ជមានតែមិនមែនទោទនទៅតាមអ្វីដែលគេបានកំណត់ឲ្យយើងនោះទេបើសិនជាយើងចង់ឲ្យកូនយើងរៀនពូកែមិនមែនរាល់ពេលដែលគាត់ប្រឡងជាប់បានលទ្ធផលល្អសុទ្ធតែត្រូវទិញរង្វាន់ឲ្យគាត់គ្រប់ពេលនោះទេអ្នកអាចរកវិធីថ្មីដើម្បីជំរុញទឹកចិត្តគាត់ដូចជាបើសិនជារៀនបាននិទេសល្អខែក្រោយអាចនាំពួកគេទៅដើរលេងឬមានកម្មវិធីអ្វីធ្វើឲ្យពួកគេភ្ញាក់ផ្អើលនិយាយរួមកុំឲ្យគេដឹងថាគេនឹងទទួលបានអ្វីចុងក្រោយយើងមកមើលជំហានទី3ចាប់ផ្ដើមឡើងវិញឲ្យបានលឿនបំផុតអ្នកនិពន្ធណែនាំឲ្យយើងយករង្វាន់លើកទឹកចិត្តទាំងនេះមកបំបែកជាបំណែកតូចជាដំណាក់កាលដើម្បីជំរុញទឹកចិត្តឲ្យយើងធ្វើវាហើយបង្ហាញឲ្យខួរក្បាលដឹងថាយើងធ្វើនេះជារឿងដែលត្រឹមត្រូវប្រឹងធ្វើបន្តទៀតយើងនឹងទទួលបានរង្វាន់លើកទឹកចិត្តតែមិនដឹងថារបស់នោះជារបស់អ្វីនោះទេនេះទើបជាអារម្មណ៍រំភើបមួយដែលខួរក្បាលចង់បានខ្លឹមសារសំខាន់ដែលសង្ខេបចេញពីសៀវភៅ Scarcity Brain បានចប់ត្រឹមប៉ុណ្ណេះយើងមករំលឹកត្រួសឡើងវិញដំបូងយើងបានលើកឡើងថាហេតុអ្វីបានជាមនុស្សមានភាពលោភលន់ចង់បានមិនចេះចប់មិនចេះហើយនេះមិនមែនជារឿងចម្លែកទេព្រោះវាជាអ្វីដែលអ្នកជំនាន់មុនបានបន្សល់ទុកឲ្យយើងបើគ្មានភាពលោភលន់ចង់បានមិនចេះចប់មិនចេះហើយ
ម្ល៉េះហើយយើងប្រហែលជាគ្មានអ្វីគ្រប់យ៉ាងនៅពេលនេះទេគ្មានអាគារខ្ពស់គ្មានហេដ្ឋារចនាសម្ព័ន្ធល្អប្រហែលជាគ្មានសូម្បីតែជីវិតរស់រហូតមកដល់សប្តាហ៍នេះចុះហេតុអ្វីបានជាយើងងាយនឹងត្រូវបានរឿងតូចតាចតាក់ទាញចំណាប់អារម្មណ៍ខ្លាំងម្ល៉េះចេះតែឲ្យនឹងយើងញៀនឆ្លក់បង្វេងនឹងវានេះដោយសារតែយន្តការ3យ៉ាងនៅពីក្រោយរឿងរ៉ាវទាំងនេះដែលធ្វើឲ្យយើងញៀនដកចិត្តមិនរួចទី1នោះគឺឱកាសគឺមកពីយើងផ្ដល់ឱកាសឲ្យខ្លួនឯងប៉ះពាល់របស់ទាំងនោះបើមិនចង់ញៀននោះទេគឺកុំអនុញ្ញាតឲ្យខ្លួនឯងសាកល្បងឬក្នុងបរិយាកាសអំណោយផលណាមួយដែលអាចឲ្យយើងជួបប្រទះវាទៅគឺបានហើយទី2រង្វាន់លើកទឹកចិត្តដោយមិនប្រកាសប្រជាវាធ្វើឲ្យយើងញៀនដូច្នេះបើមិនចង់ឲ្យញៀនទេត្រូវប្រើប្រាស់វាទៀងទាត់ឬក្នុងកម្រិតជាក់លាក់ណាមួយដដែលដើម្បីកុំឲ្យខួរក្បាលមានការរំភើបនឹងវាទី3គឺលបឿនក្នុងការចាប់ផ្ដើមនឹងវិញបើសិនជាយើងមិនចង់ឲ្យខ្លួនញៀននឹងរបស់អ្វីមួយចូលកុំធ្វើវាញឹកពេកហើយបង្កភាពលំបាកកុំឲ្យខ្លួនឯងចាប់ផ្ដើមនឹងវាងាយពេកឧទាហរណ៍ថាបើចង់កាត់បន្ថយការជក់បារីចូលកុំយកតែកេះតាមខ្លួនជាដើមសង្ឃឹមថាសៀវភៅមួយក្បាលនេះអាចជួយឲ្យអ្នកដកខ្លួនចេញពីរឿងរ៉ាវមិនល្អដែលអ្នកកំពុងតែឆ្លុះបង្វេងនឹងវាដោយមិនដឹងខ្លួនបណ្ដោះទម្លាប់ថ្មីនិងរស់នៅក្នុងជីវិតឲ្យកាន់តែល្អប្រសើរជាងនេះអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ